សង្គ្រាមប្រមាណថ្ងៃនោះគ្មានអីអស្ចារ្យទេកុំខ្លាចទេខ្លាំងមិនតាន់អីផងចង់រត់ចោលស្រុកហើយខ្លាចអីក៏ខ្លាចយ៉ាងហ្នឹងយើងក៏លេខទៅមើលឆ្នាំ1972 73 B52 ទម្លាក់ខ្ទេចប្រទេសកម្ពុជាយើងតាណាក៏លងគ្រាប់ដែរអស់លោកតន់ហើយមិនបាច់ខ្ញុំកណ្ដាលមកអធិប្បាយជ្រៅទេមិនមែនទម្លាក់អញ្ចឹងទេទាំងយប់ទាំងថ្ងៃតែកន្លែងមនុស្សខ្វៀលគោក៏គេទម្លាក់ដែរគ្រាប់បែកផ្ទុះអង្គើមេឃអង្គើដីទាំងយប់ទាំងថ្ងៃនៅតែធ្វើអីខ្មែរមិនបានផងហើយចិត្តតម្រាំដល់សង្គ្រាមប៉ុណ្ណឹងគិតថាខ្មែរនោះវាអន់ណាស់ទៅតបខ្លួនឯងនោះវាអន់ណាស់ទៅហេតុអីបានតែគេបន្តវាយប្រហារយើងមិនឈប់ឈរព្រោះគេគោលបំណងរបស់គេចង់វាយកទីតាំងសំខាន់របស់យើងដើម្បីឈរជើងហើយសុំឲ្យយើងទៅចរចាប៉ុន្តែគេវាយអត់បានគេដណ្ដើមអត់បានឲ្យយើងចេះតែនាំគ្នាសរសើរថាតបថៃនឹងអស់ចាយទៅខ្លាចតែគេវាយមកហើយអ្នកខ្លះថាវាយដល់ប៉ោយប៉ែតប្រទីមានជ័យអីហើយតបទៅមិនទេហើយយើងគិតថាវាទំនើបមែនហើយប្រើយន្តហោះប្រើរវុធទំនើបតែគាត់ថាប្រើដល់យន្តហោះសង្គ្រាមជាង10ថ្ងៃយកកន្លែងឈរជើងមកទីតាំងមិនតាន់បានផងនោះត្រឹមតែខ្មែរយើងប្រើអាវុធធនមធ្យមខ្មែរមិនមែនអន់ទេប៉ុន្តែអន់គឺថាគំនិតខ្មែរដែលអត់ជឿទុកចិត្តខ្មែរគ្នាឯងនគរធំវាយនគរតូចទី1គេឃើញថានគរនោះខ្សោយហើយទី2គេគិតថានគរនោះនឹងខ្លាំងមានតែពីរហេតុហ្នឹងទេពេលណាយើងខ្សោយក៏គេព្យាយាមលេបតបាក់ដើម្បីយកទឹកដីរបស់យើងពេលណាដែលយើងចាប់ផ្ដើមខ្លាំងក៏គេបន្ទុះសារាយនឹងយើងដែរដើម្បីកុំតិចកម្លាំងរបស់យើងមិនឲ្យខ្លាំងមិនឲ្យតស៊ូមិនឲ្យស្មើមុខស្មើមាត់នឹងគេបានហើយសង្គ្រាមសពថ្ងៃនេះមិនមែនសង្គ្រាមយើងខ្សោយទេជាសង្គ្រាមដែលយើងកំពុងតែចាប់ផ្ដើមខ្លាំងហើយគេមិនចង់ឲ្យយើងខ្លាំងគេចង់ឲ្យយើងបាក់បែកដូចទសវត្សរ៍មុនអញ្ចឹងរាប់ចាំពីឆ្នាំ1969 70យើងចាប់ផ្ដើមបែកគ្នាជាបកជាពួកជាខ្មែរក្រហមខ្មែរខៀវខ្មែរសេរីខ្មែរអ៊ីសារ៉ាខ្មែរលន់នល់ខ្មែរក្រហមពេលហ្នឹងគេអត់វាយយើងទេព្រោះគេដឹងថាយើងជុលគ្នាឯងហើយមិនបាច់គេមកជួយលាបពណ៌ទេគង់តែលាយហើយគេចែកគូសវាសគ្នាទៅប៉ុន្តែជាភ័ព្វជាព្រេងជាសំណាងដែលប្រទេសកម្ពុជាយើងទោះតែវេទនាដល់ប៉ុណ្ណឹងក៏អត់ដាច់ពូជក៏អត់បាត់ឈ្មោះអញ្ចឹងហើយគេមិនសប្បាយចិត្តមិនអជាមួយនឹងយើងរីកចម្រើនធំធាត់ទេក្រាបនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពស្តីជ្រះ